អូខេមុននឹងយើងធ្វើការជ្រើសរើសចម្លើយលំហាត់របស់យើងហើយសម្រាប់ចិត្តថាមួយណាដែលជាចម្លើយត្រឹមត្រូវដំបូងឡើយគឺយើងត្រូវអានលំហាត់របស់យើងជាមុនសិន As soon as Rotha arrives in New York she her family អូខេចម្លើយរបស់យើងមាន3 A B C និង D A was telephoning B had telephoned C telephoned and D telephones អូខេនៅក្នុងចម្លើយទាំង4នេះគឺមានចម្លើយមួយដែលត្រឹមត្រូវតើយើងសម្រេចចិត្តថាជ្រើសរើសចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវអញ្ចឹងយើងត្រូវមើលអត្ថន័យរបស់វាសិនគឺថាភ្លាមនោះនៅពេលដែលរដ្ឋាបានទៅដល់ទីក្រុងញូវយ៉កនាងមានន័យថាបើតាមចម្លើយរបស់យើងមានន័យថានាង call នាងទំនាក់ទំនងទៅគ្រួសាររបស់នាងអូខេប៉ុន្តែគ្រាន់តែថានៅក្នុង clear របស់យើងខាងលើយើងនិយាយថារដ្ឋាបានទៅដល់ដោយសារតែនៅត្រង់នេះយើងសរសេរជាទម្រង់ past simple អូខេនៅពេលដែលគាត់បានទៅដល់ភ្លាមហើយទៅដល់ទីក្រុងញូវយ៉កភ្លាមនោះហើយអញ្ចឹងនាង call មកគ្រួសាររបស់នាងអូខេអញ្ចឹងតែយើងជ្រើសរើសយកចម្លើយមួយណានៅក្នុងចម្លើយទាំង4នេះទី1 was telephoning អូខេឧទាហរណ៍ថាប្រសិនបើយើងនិយាយយើងយក A ជាចម្លើយបើយក A ជាចម្លើយទម្រង់បែបនេះគឺជាទម្រង់ past continue អូខេ past continue បើសិនជាយើងយក past continue យើងត្រូវដឹងអំពីការប្រើប្រាស់ past continue តែយើងប្រើនៅពេលណាអូខេជាទូទៅ past continue គឺយើងប្រើប្រាស់ដើម្បីនិយាយអំពីសកម្មភាពនិយាយអំពីរឿងរ៉ាវអ្វីមួយដែលកំពុងតែកើតឡើងនៅក្នុងអតីតកាលនៅក្នុងពេលវេលាជាក់លាក់មួយអូខេនៅក្នុងពេលវេលាជាក់លាក់មួយប៉ុន្តែនៅក្នុងបម្រាប់ប្រធានរបស់យើងនេះគឺអត់បានបង្ហាញអំពីទម្រង់ទាំងអស់នោះទេអូខេអញ្ចឹង A មិនមែនជាចម្លើយត្រឹមត្រូវទេអញ្ចឹងនៅក្នុងនេះមុននឹងយើងសម្រេចចិត្តថាជ្រើសរើសយក B យើងត្រូវគិតអំពីអត្ថន័យរបស់ចម្លើយ B សិន had telephoned អូខេ had telephone ទៅសេជា past perfect ដូចយើងបានដឹងទាំងអស់គ្នាហើយថា past perfect យើងនិយាយពី past perfect គឺយើងនិយាយអំពីសកម្មភាពទាំងឡាយណាដែលកើតមាននៅក្នុងអតីតកាលជាសកម្មភាពទាំងឡាយណាដែលកើតក្នុងអតីតកាលហើយមុនអតីតកាលមួយទៀតបាទមុនអតីតកាលមួយទៀតអូខេអញ្ចឹងបើសិនជាយើងមើលនៅក្នុងលំហាត់របស់យើងបើសិនជាយើងគិតថា had telephone ជាចម្លើយអញ្ចឹងមានន័យថានាង call មកគ្រួសាររបស់នាងមុនពេលដែលនាងទៅដល់ប៉ុន្តែនៅក្នុងខ្លឹមសាររបស់យើងមានន័យថានាងទៅដល់ហើយបាននាង call ទៅគ្រួសាររបស់នាងអញ្ចឹងនៅក្នុងពេលនេះ had មិនមែនជាចម្លើយត្រឹមត្រូវទេអូខេយើងចូលទៅដល់ C អូខេឥឡូវលោកគ្រូសូម skip ចំណុច C ទុកសិនយើងចូលទៅដល់ D អូខេ D telephones មាន S អូខេ telephone មាន S ជាទូទៅបើសិនជាយើងប្រើជាទម្រង់ present simple third person singular កិរិយាសព្ទដែលយើងត្រូវប្រើទៅថែម S ឬក៏ ES ឬ IES ទៅតាមកិរិយាសព្ទនីមួយៗក៏ប៉ុន្តែនៅក្នុងប្រធានរបស់យើងនេះគឺនិយាយអំពីសកម្មភាពនៅក្នុងអតីតកាលអូខេអញ្ចឹងចម្លើយដែលស័ក្តិសមជាងគេបាទមានន័យថាសកម្មភាពទី1ដែលគាត់បានទៅដល់ភ្លាមហើយគាត់ក៏បាន call មកគ្រួសាររបស់គាត់ចម្លើយដែលត្រឹមត្រូវគឺចម្លើយ C